ខ្ញុំចង់ជជែកអំពីបង្គន់អញ្ចឹងដើម្បីឲ្យច្បាស់អំពីការខ្វះបង្គន់នោះនិងផលប៉ះពាល់របស់វាទៅលើកង្វះអាហារូបត្ថម្ភដូច្នេះវាមានទំនាក់ទំនងគ្នាយល់ព្រមតោះយើងកុំអៀនអីមួយក្នុងចំណោម3នាក់ដែលមិនមានបង្គន់សមរម្យ 1000 លាននាក់ក្នុងចំណោមពួកគេកំពុងបន្ទោបង់ពីវាលពីកាលនេះមានផលប៉ះពាល់ដោយផ្ទាល់ទៅលើកង្វះអាហារូបត្ថម្ភជារៀងរាល់ឆ្នាំជាង 3 លានកុមារអាយុក្រោម 5 ឆ្នាំស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភមួយចំនួននៃការស្លាប់ទាំងនេះគឺបង្កឡើងដោយផ្ទាល់ចំពោះបញ្ហាខ្វះអនាម័យបន្ទោបង់ពីវាលពីកាលសម្រួលដល់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗលាមកមានប្រភេទផ្សេងគ្នានៃធាតុបង្កជំងឺ Protozoa ព្រូនដង្កូវ មេរោគ និងបាក់តេរីដែលគ្រាន់តែរង់ចាំដើម្បីត្រូវបានឆ្លងទៅអ្នកមានសុខភាពល្អមានវិធីជាច្រើននេះអាចកើតឡើងគឺពួកគេអាចត្រូវបានឆ្លងនៅពេលដែលដៃមិនត្រូវលាងឲ្យបានត្រឹមត្រូវនិងដៃនោះចូលមកក្នុងអាហារធាតុបង្កជំងឺនេះអាចត្រូវបានកើតឡើងពីដីហើយជាញឹកញាប់ពួកគេបានបំពុលទឹកពួកគេបានសូម្បីតែជាប់នឹងជើងរុយផ្លាស់ពីលាមកដោយផ្ទាល់ទៅចានរបស់អ្នកធាតុបង្កជំងឺនេះវាប្រហារពោះវៀនតូចវាការពារខ្លួនវាដោយបញ្ចេញទឹកដែលបណ្ដាលឲ្យរាគរូសជាលទ្ធផលនៃសារធាតុចិញ្ចឹមដែលជាការចាំបាច់សម្រាប់ការរីកលូតលាស់មានសុខភាពល្អចាក់ចេញពីរាងកាយនិងមិនអាចត្រូវបានស្រូបយកប្រសិនបើមានជំងឺរាគរូសកើតឡើងម្ដងហើយម្ដងទៀតទម្រង់ការពារពោះវៀនតូចផ្លាស់ប្ដូរនិងបង្ការការស្រូបយកជាតិបំប៉ននៅក្នុងរយៈពេលវែងដូច្នេះកុមារខ្លាចជាខ្វះអាហារូបត្ថម្ភដូច្នេះសង្ឃឹមថាទំនាក់ទំនងរវាងកង្វះអាហារូបត្ថម្ភនិងការបន្ទោបង់ពីវាលពីកាលគឺពិតជាច្បាស់ណាស់ឥឡូវនេះមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមកត្រឹមត្រូវហើយសូមបន្តការខ្វះបង្គន់ប្រើប្រាស់បានបង្កើតបរិយាកាសដែលបង្កឲ្យមានជំងឺផ្សេងៗរីករាលដាលជំងឺទាំងនេះអាចប៉ះពាល់អវិជ្ជមានដល់ការរីកលូតលាស់របស់កុមារវាបង្កើនគ្រោះថ្នាក់ដល់ស្ត្រីបង្កើតភាពអៀនខ្មាស់និងមានផលប៉ះពាល់ផ្នែកថវិកាក្នុងគ្រួសារហេតុនេះកាន់តែអាក្រក់នៃកង្វះអាហារូបត្ថម្ភក្នុងចំណោមគ្រួសារដែលងាយរងគ្រោះបំផុតជារៀងរាល់ឆ្នាំជំងឺរាគរូសជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់កុមារជាង 600,000 នាក់វាគឺជាមូលហេតុធំបំផុតទី3នៃការស្លាប់របស់កុមារវាគឺជាការមិនអាចទទួលបានទេដោយសារតែមានដំណោះស្រាយជាមួយនឹងការមានបង្គន់អនាម័យត្រឹមត្រូវការឆ្លងមេរោគរាគរូសអាចត្រូវបានកាត់ដោយ1/3ការលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកអាចកាត់បន្ថយជំងឺឆ្លងបានពាក់កណ្ដាលវាមានអត្ថប្រយោជន៍ដល់ថវិកាផងដែររួមមានសម្រាប់រាល់ការចំណាយ$1ក្នុងអនាម័យមានការកើនឡើងប្រាក់ចំណេញសុទ្ធ$5ដោយសារតែប្រជាជនមានសុខភាពល្អនិងរកប្រាក់ចំណូលបានកាន់តែច្រើនសម្រាប់គ្រួសាររបស់ពួកគេការវិនិយោគនៅក្នុងអនាម័យគឺជាការវិនិយោគនៅក្នុងការអភិវឌ្ឍដូច្នេះឥឡូវនេះអ្នកដឹងថាកង្វះអាហារូបត្ថម្ភមិនអាចត្រូវបានកម្ចាត់ដោយគ្មានបង្គន់អនាម័យសម្រាប់ទាំងអស់គ្នានោះទេយើងត្រូវបំបែកបំរាមនេះដំណោះស្រាយសាមញ្ញមានគ្រាន់តែឥឡូវនេះវាជាសំណួរនៃការផ្ដល់មូលនិធិនិងឆន្ទៈនយោបាយសូមបញ្ឈប់ការស្លាប់របស់កុមារពីកង្វះអាហារូបត្ថម្ភសូមឲ្យពួកគេរស់នៅយូរលង់ក្នុងចំនួនរបស់យើង